នេះគឺជាការចាប់ផ្ដើមនៃសប្តាហ៍បុណ្យរំលងព្រះយេស៊ូវព្រះអង្គបានយាងចូលក្រុងយេរូសាឡិមទ្រង់មិនបានជិះសេះដូចជាអ្នកចម្បាំងទេប៉ុន្តែព្រះអង្គជិះលើខ្នងសត្វលាហើយដើម្បីឲ្យបានសមស្របតាមសេចក្តីដែលហោរាសាការីបានពោលថាមើលស្ដេចរបស់នាងទ្រង់នឹងយាងមកឯនាងទ្រង់ក៏សុភាពហើយគង់លើខ្នងសត្វលាខណៈពេលដែលព្រះអង្គយាងចូលទៅមនុស្សម្នាបានឈរអមសងខាងផ្លូវទាំងស្រែកថាហូសាណាដល់ព្រះវង្សលោកដាវីតឬព្រះអង្គយាងមកនៅព្រះនាមព្រះអង្គម្ចាស់ទ្រង់ប្រកបដោយព្រះពរហូសាណានៅស្ថានភពបំផុតពួកគេឈរអមសងខាងផ្លូវទាំងក្រវីធានពិនសែនេះគឺជាសញ្ញានៃជ័យជំនះហើយនិងសន្តិភាពប៉ុន្តែវាមិនមែនជាក្បួនដង្ហែធម្មតាទេព្រះយេស៊ូវមិនបានយាងមកដើម្បីនឹងទទួលរាជបល្ល័ង្កទេព្រះអង្គយាងមកដើម្បីទទួលឈើឆ្កាងមនុស្សម្នារំពឹងថាព្រះអង្គគឺជាអ្នកសង្គ្រោះពួកគេពីអាណានិគមអាណាចក្ររ៉ូមដែលបានគ្រប់គ្រងយូដានាសម័យនោះប៉ុន្តែព្រះអង្គយាងមកដើម្បីយកឈ្នះសេចក្តីស្លាប់និងអំពើបាបទៅវិញទេគ្រាន់តែខុសគ្នាប្រមាណថ្ងៃសោះវងមនុស្សដដែលបានស្រែកថាហូសាណាគេបានបដូរត្រឡប់ទៅជាស្រែកថាឆ្កាងវាទៅឆ្កាងវាទៅ The trample in tree គឺជាការប្រារព្ធឡើងដើម្បីរំលឹកពីស្រមោលនៃភាពជឿចាប់ដែលវាកំពុងតែចូលមកព្រះយេស៊ូវព្រះអង្គគឺជាមហាក្សត្រដែលបានបន្ទាបព្រះកាយទ្រង់ជាម្ចាស់នៃសន្តិភាពជាព្រះសង្គ្រោះនៃពិភពលោកនេះ